ជំរាបសួរបងមីងនៅបានសំឡោប្រហើផ្លែត្នោតហើយនេះម៉ែគាត់បានផ្លែត្នោតចែកឲ្យបងថ្ងៃមុនហ្នឹងទើបតែស្លទេចាត់ហើយអីហើយនេះរៀបរាប់ស្លនោះមានសាច់ជ្រូកបន្តិចហើយនឹងត្រីអណ្ដែងទូចបងឲ្យនោះបន្តិចចែកគ្នាគាត់អត់យកខ្ញុំឲ្យបន្លែគាត់ឲ្យត្រីខ្ញុំហើយអញ្ចឹងទៅមានចែកគ្នាបន្តិចទៅខ្ញុំឲ្យគាត់បន្តិចគាត់ឲ្យត្រីខ្ញុំវិញហើយនេះស្ករក្រហមខ្ញុំលេងត្រីជាមួយសាច់ជ្រូកចង់ឲ្យវាក្រហមបន្តិចហើយចាំដាក់ម្ងាស់ផ្លែត្នោតហើយពេលខ្ញុំឲ្យបងហ្នឹងបងថាផ្លែត្នោតហ្នឹងវាទងរាងល្វីងអញ្ចឹងទៅខ្ញុំក៏ម្ងាស់វាកុនយូរដែរហ្នឹងពូមីម្ងាស់ផែកកន្លះម៉ោងហើយនេះខ្ញុំទៅដាក់ចូលចាប់ផ្ដើមម្ងាស់ហើយអានេះស្លឹកងប់បន្តិចស្លឹកបាសបន្តិចបន្លែខៀវយើងមានតែប៉ុណ្្នឹងទេមានស្លឹកងប់បន្តិចស្លឹកបាសបន្តិចទេហើយអ៊ំនៅខ្ញុំគាត់ឲ្យចាំយកស្លទៅហូបពេលគាត់ប្រញាប់ទៅផ្ទះហើយខ្ញុំអត់បានថតគាត់ទេគាត់សម្រាននៅលើគ្រែហើយនេះខ្ញុំបងបន្លែខៀវចូលគឺស្លធំប្រហើឈ្ងុយមែនតើខ្ញុំលួចដាក់កលីងបន្តិចដើម្បីឲ្យវាមានក្លិនឈ្ងុយហើយនេះស្លយើងចាស់ណាស់ខ្ញុំក៏បានដួសឲ្យអ៊ំបន្តិចហើយនៅឡើមិចមកកណោទៀតហើយនេះកាត់មកពេលថ្ងៃបន្តិចខ្ញុំហូបបាយហើយអង្គុយលេងក៏យល់អូនយពេកហើយនេះថ្ងៃក្តៅណាស់អ៊ំពូមីងក្តៅមែនតើតែបើសិនបានខ្យល់បន្តិចមកអីស្រាប់តែស្រែខាងកើតខ្ញុំនេះគេភ្ជួរព្រោះអ៊ំពូមីងតែសារភ្លៀងមកម្ដងចឹងទៅវាកន្លះខែក្រោយមកបានភ្លៀងអញ្ចឹងវាអត់ចប់លប់ទេហើយក៏សួរថាបញ្ញាប់ព្រោះអីខ្លាចវាអត់ដុះទេអញ្ចឹងអត់មានណាដេញមន់ដេញអីមន់អីហូបអស់លីងអញ្ចឹង